សួស្តីអ្នកទាំងអស់គ្នាបាទសម្រាប់ឆ្នោតយួនបាទយួនថ្មីយួនចាស់ថ្ងៃទី29ខែ6ឆ្នាំ2026នេះបាទលោកគ្រូក៏មាននៅតម្រុយលេខឆ្នោតសម្រាប់លេខបូកពោ ABCD ឲ្យបងប្អូនយកទៅធ្វើការផ្សងសំណាងបាទទាំងឆ្នោតយួនថ្មីនិងយួនចាស់ចឹងបងប្អូនដែលតែងតែលេងជាមួយគ្រូគឺបងប្អូនតែងតែទទួលបាននៅតម្រុយលេខតូចបានសម្រាប់បងប្អូនលេងគឺជាមាន4គ្រាប់បាទជារៀងរាល់ថ្ងៃតែម្ដងបងប្អូនអាចយកទៅលេងបានហើយឆ្នោតក៏ខ្ញុំបាទតែងតែជម្រាបបញ្ជាក់បាទម្ដងហើយម្ដងទៀតគឺឆ្នោតដែលយើងលេងគឺយើងលេងម៉ោង10កន្លះម៉ោង1កន្លះម៉ោង4កន្លះនិងម៉ោង6កន្លះបាទម៉ោង2ម៉ោងលើហ្នឹងគឺម៉ោងឆ្នោតយន្តថ្មីហើយ2ម៉ោងក្រោមគឺជាឆ្នោតយន្តចាស់បាទអញ្ចឹងបងប្អូនទាំងអស់គ្នាដែលលេងត្រូវនឹងម៉ោងលោកគ្រូបានជម្រាបហ្នឹងគឺបងប្អូនអាចយកលេខទៅលេងបានទាំងអស់គ្នាបាទដោយសង្ឃឹមថាបងប្អូននឹងទទួលបានលេខសំណាងទាំងអស់គ្នាផងដែរសម្រាប់ជារៀងរាល់ថ្ងៃដែលខ្ញុំបានចែកជូននៅតម្រុយនេះអញ្ចឹងមុននឹងយើងចូលទៅកាន់តម្រុយបងប្អូនដែលមិនទាន់ចុច Subscribe ឬក៏ចុចជាហ្នឹងក៏បងប្អូនជួយចុចម្នាក់មួយទៅបាទដើម្បីទទួលបានលេខសំណាងទទួលបានតម្រុយលេខបានពី channel ខ្ញុំបាទជារៀងរាល់ថ្ងៃហើយខ្ញុំបាទក៏នឹងទទួលបាននៅកម្លាំងចិត្តពីបងប្អូនផងដែរបាទដើម្បីរៀបចំចែកជូននៅតម្រុយលេខឲ្យបងប្អូនយកទៅធ្វើការផ្សងសំណាងជារៀងរាល់ថ្ងៃបាទយើងចូលទៅកាន់តម្រុយរបស់យើងតែម្ដងសម្រាប់ថ្ងៃទី29ខែមិថុនានេះសម្រាប់ឆ្នោតយួនដោយតម្រុយគ្រាប់ទី1គឺបងប្អូនសូមលេង33បាទយើងលេង33ទៅលេខនឹងអត់ចាំបាច់គុណទេលេងត្រង់បាទហើយគ្រាប់ទី2សូមបងប្អូនលេង55បាទគឺត្រង់ដូចគ្នាបាទសម្រាប់លេងបាទគ្រាប់ទី3គឺបងប្អូនលេង94បាទបើលេខនឹងអាចបងប្អូនអាចគុណបានគឺគុណទៅបាទហើយសម្រាប់គ្រាប់ទី3គឺយើងលេង88បាទអញ្ចឹង4គ្រាប់នេះគឺសុទ្ធតែជាតម្រុយលេខដែលបងប្អូនអាចយកទៅធ្វើការផ្សងសំណាងបានទាំងអស់គ្នាសម្រាប់ឆ្នោតយួនថ្ងៃទី29នេះអញ្ចឹងខ្ញុំបាទក៏សូមអរគុណបងប្អូនជូនពរពុកម៉ែមីមីសំណាងល្អទៅឆ្នោតទាំងអស់គ្នាបាទសូមគោរពលា